សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Wanda IT Official តែថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបដែលយើងដំឡើងកម្មវិធី CorelDRAW Graphic Suite ឆ្នាំ2017បាទចង់ដឹងថាតើការដែលយើងដំឡើងកម្មវិធីនេះធ្វើទៅយ៉ាងម៉េចខ្លះតោះចូលរួមជាមួយខ្ញុំទាំងអស់គ្នាទី1គឺបងប្អូនត្រូវតែ download នៅកម្មវិធី CorelDRAW ដែលកម្មវិធីនេះបងប្អូនអាច check ឬក៏ស្វែងរកបាននៅក្នុង website មួយដែលមានឈ្មោះថា getintopc.com ដែល website នេះគឺយើងទាញយកកម្មវិធីសម្រាប់ Windows ប្រើគឺ free បងប្អូនអាចទៅ check មើលបានហ្នឹងហើយបន្ទាប់ពីយើង download មកបងប្អូនអាចនឹងប្រើជាទម្រង់បែបជា file RAR ឬក៏ជា file zip ណាបើសិនជាបងប្អូនមាន file ទម្រង់ RAR ឬក៏ file zip នេះបងប្អូនត្រូវតែ extract file ជាមុនសិនហើយសម្រាប់ខ្ញុំនេះគឺខ្ញុំមាន file នេះគឺខ្ញុំបាន extract ហើយខ្ញុំក៏បានចងវាជា file ISO ដែលការចងរបស់ខ្ញុំនេះគឺខ្ញុំប្រើកម្មវិធីមួយឈ្មោះថា Ultra ISO នេះហ្នឹងហើយបន្តមកទៀតគឺខ្ញុំនឹងធ្វើការ mount វាដើម្បីយើងចាប់ផ្ដើមតម្លើងកម្មវិធីនេះទាំងអស់គ្នាបាទយើងជាដំបូងគឺយើងត្រូវតែប្រកាសថាកុំព្យូទ័ររបស់យើងគឺមិនត្រូវឲ្យមានអ៊ីនធឺណិតចូលទេបាទនេះគឺ no internet access មិនត្រូវមានអ៊ីនធឺណិតចូលហើយទី2គឺយើងត្រូវតែបិទនៅ Windows Security ឬក៏ Windows Defender ឬក៏យើងហៅថា antivirus ក៏បានដែរណាយើងចូលមកគឺយើងចូលមកក្នុងនេះសញ្ញានេះ Windows Security នេះឬក៏បងប្អូនអត់ចង់ធ្វើអញ្ចឹងទេបងប្អូនអាចចុច search បានបងប្អូន search ទៅថា Windows Security នេះបងប្អូននេះ Windows Security ហ្នឹងចុចលើវាមកហ្នឹងហើយបន្ទាប់ពីចេញតម្រងបែបនេះបងប្អូនចុចនៅលើពាក្យថា Virus and Threat Protection នេះចុចលើវាមួយហើយបងប្អូនយកកន្លែងនេះគឺ Virus and Threat Protection Setting នេះបងប្អូនយក Manage Setting អូខេចុចលើវាមកដូចហើយបងប្អូននឹងចេញមកតម្រងបែបនេះយើងមើលពាក្យថា Real Time Protection នេះយើងគ្រាន់តែចុចបិទវាមកយើងយក Yes ជាការស្រេចតែប៉ុណ្្នឹងទេបងប្អូនរួចហើយយើងក៏ minimize វាទៅហើយយើងចាប់ផ្ដើមតម្លើងកម្មវិធីយើងទាំងអស់គ្នាហើយជាដំបូងខ្ញុំ mount វាចេញសិននៅកម្មវិធី CorelDRAW នៅក្នុង file ISO របស់ខ្ញុំនេះខ្ញុំ double click លើវានេះបងប្អូនវា mount ចេញមកក្រៅហើយអញ្ចឹងទៅការ set up របស់យើងចាប់ផ្ដើមដោយយើងចូលក្នុង folder មួយឈ្មោះថា setup ណា setup ហើយយើង scroll ខាងក្រោមរកពាក្យថា setup.exe នេះបងប្អូនដូចហើយយើង right click ហើយយើង run as admin ឬក៏ run as administrator ហ្នឹងហើយយើងយកពាក្យថា yes ហ្នឹងហើយវាបន្តមកវានឹងចេញផ្ទាំងបែបនេះបងប្អូន take យកពាក្យថា I agree to the end user license agreement and the term of service នេះដូចហើយយើងយកពាក្យ accept ហើយបងប្អូនចំពោះ typical installation ជាមួយនឹង custom installation នេះវាគឺវាមានពីរទម្រង់នេះណា typical នេះមានន័យថាគឺវារៀបចំឲ្យយើងជាស្រេចមានន័យថាយើងមិនចាំបាច់ចុចដើម្បី config ឬក៏អីធ្វើអីលើកម្មវិធីហ្នឹងទេគឺកម្មវិធីនេះគឺវារៀបចំឲ្យយើងបែបហ្នឹងតែហ្មងហើយបើចំពោះ custom installation នេះមានន័យថាបងប្អូនចង់បដូរទីតាំងរបស់កម្មវិធីយើង change ជា change browse របស់កម្មវិធីទៅទីតាំងណាមួយទៅ drive D ឬក៏ទៅ drive E អីបងប្អូនតាមបែបហ្នឹងទៅណាតែខ្ញុំអត់ចង់ custom installation ទេខ្ញុំអត់ចង់ config អីញ៉ៃទេគឺខ្ញុំយក typical ដែលវា config ឲ្យយើងស្រាប់តែហ្មងអញ្ចឹងខ្ញុំយក typical ហ្នឹងមកយើងរងចាំវាបន្តិចទៅបន្ទាប់ពីវាលោតផ្ទាំងបែបនេះយើងត្រូវរងចាំវាដើម្បីឲ្យវា install ចប់
បាទហ្នឹងហើយបងប្អូនបន្ទាប់ពីការ install ចប់វានឹង load ផ្ទាំងបែបនេះមានន័យថាវាទាមទាររក license ឬក៏យើងហៅថាធម្មតាទេកម្មវិធីមួយវាតែមាន license ដើម្បីដាក់វាតម្រូវយើងទិញដែលយើងប្រើលុយទៅទិញវាដើម្បីទទួលបាន license ប្រើប្រាស់កម្មវិធីហ្នឹងតែសម្រាប់ពួកយើងថ្ងៃនេះគឺយើងអត់ចាំបាច់ទិញ license ដាក់ទេគឺយើង crack វាបាទហើយរបៀប crack ហ្នឹងគឺបែបនេះជាដំបូងឥឡូវយើងបិទផ្ទាំងមួយនឹងចោលសិនហ្នឹងហើយបិទផ្ទាំងនឹងចោលសិនទៅតមកទៀតបងប្អូនយើងចូលមកកាន់try ដែល file creator របស់យើងមកវិញមកយើងនឹងឃើញពាក្យ patch x64 នេះបាទបើបងប្អូនចង់ច្បាស់ថាអូហេតុអីបានខ្ញុំដឹងអញ្ចឹងបងប្អូនអាចអាន readme បាន readme តែ readme នេះវានឹងបង្ហាញប្រាប់យើងពីជំហានទី1ទី2ទី3ទី4អីចឹងទៅណាហើយឥឡូវខ្ញុំនឹងធ្វើការអានឥឡូវទី1គឺត្រូវបិទអ៊ីនធឺណិត disable អ៊ីនធឺណិតចោលហ្នឹងបាទបន្តមកទៀតយើងត្រូវទៅកាន់ folder មួយឈ្មោះថា patch x64 ហ្នឹងយើងចូលទៅក្នុង folder ហ្នឹងបន្តមកទៀតយើង copy ឈ្មោះ file មួយ copy file នៅកន្លែងហ្នឹងហើយយកទៅដាក់នៅទីតាំងមួយនេះគឺទីតាំង drive C folder ឈ្មោះ program file ហើយ folder Corel folder ឈ្មោះ pass utility នេះរួចហើយក៏ folder ឈ្មោះ v1 នេះគឺយើងត្រូវយក file ដែលយើង copy ចេញពី folder ឈ្មោះ patch 64 bit ហ្នឹងមកដាក់កន្លែងហ្នឹងអញ្ចឹងយើងទៅទាំងអស់គ្នាយើងចូលមកក្នុង folder patch 64នេះរួចហើយយើង copy file មួយហ្នឹងមកចុចលើពាក្យថា copy អូខេនេះតមកទៀតខ្ញុំនឹងទៅទីតាំងរបស់វាទីតាំងវាហ្នឹងគឺ drive C program file តមកទៀតយើងមកកាន់ Corel យកពាក្យថា pass utility នេះរួចហើយនៅក្នុង folder v1 ខ្ញុំក៏ផាសវាឡើងហ្នឹងយើងចុចលើ replace ចឹងមកយើង continue ហ្នឹងហើយបងប្អូនពេលដែលយើងផាសយើងត្រូវច្បាស់ថាយើងអត់បានបើកកម្មវិធី Corel Draw ណាមួយនេះទេបើថាយើងអត់មានបានបើកអីទេយើងត្រូវបិទផ្ទាំងអស់មកវាចោលសិនមិនយើងផាសបានបើក្នុងករណីថាបងប្អូនកំពុងតែបើកកម្មវិធី Corel Draw ហ្នឹងកន្លែងនៅវាទាមទារ license មិញហ្នឹងបើយើងសិនយើងអត់ទាន់បានបិទវាទេយើងផាសអានេះបានទេអញ្ចឹងបើសិនជាក្នុងករណីហ្នឹងបងប្អូនត្រូវតែបិទកម្មវិធីដែលកំពុងតែបើកហ្នឹងបិទវាចោលសិនទៅទើបបងប្អូនអាចផាសចូលបានដែរហើយបន្តមកទៀតយើងមកបើកមើលកម្មវិធីរបស់យើងទៅព្រោះយើងអាហ្នឹងគឺជារបៀប crack ហើយរបៀប crack មានតែប៉ុណ្្នឹងទេហ្នឹងហើយយើងបើកកម្មវិធីយើងទាំងអស់គ្នាហ្នឹងហើយនេះបងប្អូនអានេះពេលដែលយើងបាន crack វាហើយវាបើកចូលប្រើបានហើយបងប្អូនហ្នឹងហើយយើងអាច create file ឬក៏ open file ចាស់ដែលយើងធ្លាប់ create ពីមុនមកយើងអាចយកវាមកបើកបានណាឥឡូវខ្ញុំបិទវាសិនមកខ្ញុំចង់និយាយតិចតើតើមួយកម្មវិធី Corel Draw នេះបើសិនជាបងប្អូនយើងប្រើទៅយើងមានអ៊ីនធឺណិតចូលបើថាអ៊ីនធឺណិត access ចូលមកក្នុង computer របស់យើងពេលនោះកម្មវិធី Corel Draw នឹងដាច់ license ភាគច្រើនគឺចឹងបងប្អូនបើបងប្អូនធ្លាប់ប្រើ Corel Draw ពួកគាត់ប្រកាសជាធ្លាប់ជួបបញ្ហាហ្នឹងហើយគាត់នៅអ៊ីនធឺណិត access ចូលក្នុង computer យើងភ្លាមកម្មវិធី Corel Draw នេះគឺចាប់ license តែហ្មងមានន័យថាគេដាច់ crack របស់យើងចាស់នឹងចោលបាត់ហ្មងអញ្ចឹងយើងអាចប្រើវាតទៅទៀតបានទេចឹងដំណោះស្រាយមានមួយបងប្អូនគឺយើងត្រូវធ្វើការបិទនៅ connection ចូលទៅក្នុងកម្មវិធី Corel Draw មួយនេះត្រង់ចំណុចនេះមានន័យថាទោះបីជាមានអ៊ីនធឺណិត access ចូលក្នុង computer យើងប៉ុន្តែកម្មវិធី Corel Draw នេះគឺមិនទទួលបានអ៊ីនធឺណិត access ចូលក្នុងកម្មវិធី Corel Draw នោះទេអញ្ចឹងទោះបីជាយ៉ាងណាក៏យើងនៅតែអាចប្រើប្រាស់វាបានព្រោះអីវាមានអ៊ីនធឺណិតចូលធ្វើឲ្យវាដាច់ license ឬក៏ដាច់ crack ដែលយើងបាន crack មុនហ្នឹងទេណាបងប្អូនឥឡូវចង់ដឹងថារបៀបធ្វើនឹងម៉េចហើយត្រូវធ្វើដោយរបៀបណាតោះទៅជាមួយខ្ញុំទាំងអស់គ្នាទីមួយបងប្អូនត្រូវចូលមកកាន់ control panel បើសិនជាបងប្អូនមិនបានឃើញវានៅលើ desktop របស់ខ្ញុំទេបងប្អូនអាច search បានណា search នៅកន្លែងនេះមក control panel រួចហើយបងប្អូនចុចលើវាហើយបងប្អូនយកពាក្យថា system and security ណាចុចលើវាមកបន្តមកទៀតមានចំណុចមួយនោះគឺ window defender firewall បងប្អូនចុចលើវាមកបន្ទាប់ពីចូលដល់ចំណុចនេះបងប្អូនត្រូវរើសយកពាក្យថា advanced setting ហ្នឹងនៅក្នុង advanced setting យើងនឹងឃើញផ្ទាំងបែបនេះណាបងប្អូនយើងវាមានពីរចំណុចទីមួយគឺ inbound rule
ហើយទី2គឺ outbound rule ណាហ្នឹងហើយរបៀបធ្វើនោះគឺបែបនេះបងប្អូនអានេះគឺជា file ចាស់របស់ខ្ញុំឥឡូវខ្ញុំធ្វើការ delete វាចោលសិនអូខេបងប្អូនពេលដែលបងប្អូនទៅតម្លើងថ្មីបងប្អូនប្រកាសជាឃើញពីរនេះស្រាប់បងប្អូនបាទទោះបីជាមានពីរនេះស្រាប់ក៏ដោយវានៅតែចាប់អ៊ីនធឺណិតដដែលទេបងប្អូនបើមិនថាវានៅតែមានអ៊ីនធឺណិតចូលមកនឹងធ្វើឲ្យដាច់ license ដូចគ្នាអញ្ចឹងរបៀបធ្វើគឺយើងត្រូវ add new rule មួយបងប្អូន add new rule នៅក្នុង inbound rule ដំបូងគឺយើងត្រូវធ្វើលើ inbound rule ជាមុនបាទយើង add new rule តមកទៀតយើងយកពាក្យថា program នេះត្រូវហើយយើង next មកហើយយើងត្រូវតែទៅមើល program path បានន័យថាជាផ្នែករបស់ program ដែលយើងចង់ block access នឹងចោលបាទជាដំបូងគឺយើងមកទៅរកកន្លែង Corel Draw ហ្នឹងគឺយើងត្រូវចូលមកក្នុង try C ណាបងប្អូនធម្មតានេះគឺបែបនេះបងប្អូនយើងចូលមកក្នុង try C រួចហើយគឺយើងចូលមកក្នុង program file ណាតមកទៀត Corel folder Corel នេះហើយតមកទៀតយើង select លើ Corel Draw Graphic Suite 2017នេះបងប្អូនចូលក្នុង folder ហ្នឹងមកយើងអុសមកខាងក្រោមយើង scroll មកខាងក្រោមរួចហើយយើងរកពាក្យថា program 64នេះបងប្អូននេះ program 64 select លើវាមកបន្ទាប់មកយើងនឹងចូលមកយើងនឹងឃើញទម្រង់បែបនេះបងប្អូនហើយយើង select យក coreldraw.exe នេះបងប្អូន select ដូចខ្ញុំមកណា select មួយហ្នឹងមកបើបងប្អូនខ្លាចច្រឡំគ្នាអូខេបងប្អូនមើលចាអានេះlogo វាបែបណាបងប្អូន select អា logo ដែលដូចគ្នានឹងមកណាបងប្អូនណានឹង select លើវាមកបងប្អូនក៏ចុច open មកបន្តមកទៀតវានឹងបានទីតាំងរបស់ file ដែលយើងចង់បានហើយអញ្ចឹងយើងត្រូវធ្វើអីទៀតយើងចុច next បន្តមកទៀតមកចំណុចនេះគឺវាមាន3បែបនេះវាមាន allow the connection វាមាន allow the connection if it is secure មួយទៀតគឺ block the connection អញ្ចឹងបងប្អូនជ្រើសយក block the connection នេះមកមានន័យថាយើង block internet ទោះបីជាមាន internet access ចូលក្នុង computer យើងក៏វាអត់ចូលដល់ក្នុងកម្មវិធី Corel របស់យើងដែរព្រោះអីយើងបាន block connection បាត់ហើយអញ្ចឹងយើងចុច next មកកន្លែងនេះយើងមានតែ text អីទេមកថាវាមានស្រាប់បែបនេះយើងកុំប៉ះពាល់វាយើងយក next ទៀតមកrồi ហើយចំណុចនេះយើងសរសេរឈ្មោះឲ្យវាតែឈ្មោះ rule ហ្នឹងឧទាហរណ៍ដូចខ្ញុំអញ្ចឹងខ្ញុំដាក់ថា Corel 17 block ចឹងមកខ្ញុំ finish ហ្នឹងហើយបងប្អូនបន្តមកទៀតវានឹងនេះបងប្អូននេះ Corel 17 block ដែលយើងបានបង្កើតមិញហ្នឹងណាហ្នឹងអានេះគឺជាចំណុចនៅក្នុង inbound rule ចំណុច inbound rule ចប់ឥឡូវចូលមកក្នុងចំណុច outbound rule ម្ដងបើសិនជាយើងក្នុងករណីថាយើងធ្វើតែ inbound rule នេះវាអត់អាចទប់បានទេបងប្អូនបើថាពេលមានអ៊ីនធឺណិតមកវាដាច់ license ចឹងតែយើងតែធ្វើនៅក្នុង outbound rule មួយទៀតដើម្បីប្រកាសចិត្តថាវានឹងទប់ស្កាត់នៅអ៊ីនធឺណិតកុំឲ្យចូលក្នុងកម្មវិធីយើងបានអញ្ចឹងចំណុចនេះខ្ញុំ add rule មួយ add rule ថ្មីដូចមិញអញ្ចឹងបងប្អូនយើងជ្រើសរើស file ដូចគ្នាបាទ program ហើយខ្ញុំមក browse ទៅរក file Corel Draw ដូចមិញអញ្ចឹងបងប្អូនយើង open វា next ហើយ take យក block នៅ connection នេះដូចគ្នា next ទៀតចំណុចនេះយើងអត់ប៉ះពាល់ទេ next ទៀតហើយអានេះចំណុចនេះយើងដាក់ឈ្មោះឲ្យវាបងប្អូនដាក់អីដាក់ទៅអត់បញ្ហាទេតែខ្ញុំដាក់ដូចគ្នាចុះខ្ញុំដាក់ថា Corel 17 block បែបនេះចុះរួចហើយខ្ញុំ finish ហ្នឹងហើយតមកទៀតនេះវាបងប្អូនគឺវាបានបែបនេះអញ្ចឹងចំណុចហ្នឹងមានតែ2ចំណុចហ្នឹងទេបងប្អូនដើម្បី block connection របស់ Corel បន្ទាប់ពីយើងធ្វើបែបនេះហើយយើងអាចចុចបិទវាបានខ្ញុំrefresh 1 refresh 2បែបនេះចុះណាបងប្អូនឥឡូវវាចប់សពគ្រប់ហើយអញ្ចឹងយើងអាចបើកនៅ real time protection របស់យើងបានអូខេវាអត់ប៉ះពាល់ទេហ្នឹងហើយឥឡូវខ្ញុំចុចបើកកម្មវិធី Corel ខ្ញុំសិនខ្ញុំអត់តឲ្យអ៊ីនធឺណិតចូលទេហ្នឹងហើយបងប្អូនឥឡូវវាចូលដល់ក្នុងកម្មវិធី Corel ហើយអញ្ចឹងបងប្អូនអាច create file បង្កើត file បង្កើតអីធ្វើ edit រូបភាពឬក៏អីចឹងណាបងប្អូនតែខ្ញុំអត់ធ្វើទេដោយសារ
អឺទួនាទីរបស់ខ្ញុំគឺគ្រាន់តែ install ទេណាឥឡូវចេញផុតពីហ្នឹងមកខ្ញុំចុចបិទដោយសារតែយើងអត់ត្រូវចាំបាច់ធ្វើអីទេឥឡូវដល់វគ្គដែលយើងតេស្តម្ដងព្រោះមិញយើងបានធ្វើការ block connection រួចហើយឥឡូវយើងតេស្តយើងចូលមកបើកអ៊ីនធឺណិតមកបងប្អូនហ្នឹងហើយឥឡូវខ្ញុំបើកអ៊ីនធឺណិតឲ្យចូលក្នុងកុំព្យូទ័រខ្ញុំហើយពេលនេះកុំព្យូទ័រខ្ញុំគឺមានអ៊ីនធឺណិតចូលហើយអញ្ចឹងខ្ញុំមកបើកកម្មវិធី Corel 2017នេះដើម្បីតេស្តនេះបងប្អូនឃើញដែរអត់ទេគឺថាវាដំណើរការទោះបីជាមានអ៊ីនធឺណិតចូលក៏ដោយក៏វានៅតែដំណើរការដែរចំណុចហ្នឹងបើសិនជាបងប្អូនអត់បាន block connection ទេពេលដែលមានអ៊ីនធឺណិតចូលបែបនេះវាប្រកាសជាបើកអត់ចាញ់ទេបងប្អូនវាបើកមកវានឹងទាមទារ license វាទាមទារឲ្យយើងទិញ license របស់វាតែបើបងប្អូនមិនចង់ទិញ license ទេបងប្អូនត្រូវតែបិទអ៊ីនធឺណិតឬឲ្យបងប្អូន crack វាឡើងវិញណាបើសិនជាកើតករណីថាយើងអត់ទាន់បាន block connection ទេយើងបើកអ៊ីនធឺណិតហើយស្រាប់តែវាទាមទារ license អញ្ចឹងយើងត្រូវបិទអ៊ីនធឺណិតហើយយើង crack វាឡើងវិញតាមពិតបងប្អូនក៏ចាប់ផ្ដើមធ្វើ block connection ដូចខ្ញុំធ្វើឲ្យបងប្អូនមុននឹងអញ្ចឹងពេលហ្នឹងវាលែងអីហើយបងប្អូនចំណុចហ្នឹងឥឡូវដើម្បីអស់ចិត្តអស់ឆ្ងល់ទាំងអស់គ្នាខ្ញុំបើកតែវាម្ដងទៀតអូខេបងប្អូននេះ Corel Draw 2017យើងនៅតែដំណើរការស្រួលជាធម្មតាតែវាអត់មានបញ្ហាអីទេវាទាមទារ license អត់មានដាច់ក្រឹកអត់មានអីទេបងប្អូនអញ្ចឹងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនដែលបានមើលវីដេអូនេះពីដើមដល់ចប់ហើយក៏ជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតជូនពរសំណាងល្អទាំងអស់គ្នាបាយបាយ